បាទជាដំបូងសូមគោរពជំរាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទសម្រាប់ព្រះបន្ទូលថ្ងៃនេះមានចំណងជើងថាការបណ្ដុះគុណតម្លៃភាពដឹងខ្នាតនិងព្រះវិញ្ញាណបរិសុទ្ធក្រមសីលធម៌គឺជាវិធីក្នុងការដែលរស់នៅក្នុងសេចក្តីស្រឡាញ់សេចក្តីពិតរបស់ព្រះអង្គម្ចាស់ឲ្យយើងប្រែចិត្តពីទង្វើអសីលធម៌ដើម្បីឲ្យយើងក្លាយជាសក្តិភាពល្អចំពោះអ្នកដទៃដូចជាសុភាសិតខ្មែរមួយបានពោលថាស៊ីសាច់ដាច់មេត្តាសេពសូរ៉ាគ្មានចិត្តទៀងដែលសំដៅទៅលើការរស់នៅក្នុងក្រមសីលធម៌នៃការបណ្ដោយខ្លួនអាកប្បកិរិយាមួយចំនួនដូចជាការញ៉ាំសាច់ដាច់មេត្តានិងការញ៉ាំស្រាមានចិត្តមិនទៀងគឺជាការសំដៅទៅលើការបង្ហាញភាពពុករលួយលោភលន់អយុត្តិធម៌និងការប្រើប្រាស់ការវង្វេងនៅគ្រឿងស្រវឹងនាំឲ្យយើងប្រព្រឹត្តទៅតាមនិស្ស័យបាបរបស់ខ្លួនដូចជាក្នុងព្រះគម្ពីរអេភេសូជំពូកទី5ខ18បានចែងថាកុំឲ្យស្រវឹងស្រាព្រោះស្រានាំឲ្យព្រើលចិត្តគឺបានផ្ដល់នៅមូលដ្ឋានសម្រាប់ការយល់ដឹងអំពីការសារៈសំខាន់នៃការគ្រប់គ្រងខ្លួនឯងនិងឥទ្ធិពលនៃសកម្មភាពរបស់មនុស្សម្នាក់ទៅតាមគុណតម្លៃរបស់ពួកគេជាការពិតណាស់មនុស្សជាច្រើនបានគិតថាការលោភលន់ស៊ីសំណូកពុករលួយប្រមឹកស៊ីផឹកជ្រុលគឺជារឿងដែលមនុស្សទូទៅធម្មតាបានប្រព្រឹត្តប៉ុន្តែតាមរយៈក្រមសីលធម៌របស់គ្រីស្ទបរិស័ទវាគឺជាមូលដ្ឋាននៃព្រះបន្ទូលព្រះជាម្ចាស់ចង់ឲ្យយើងប្រុងប្រយ័ត្ននិងចាក់ឆ្ងាយនឹងអាកប្បកិរិយាមួយចំនួនដែលទាស់ប្រឆាំងនឹងនិស្ស័យរបស់ព្រះវិញ្ញាណដែលមនុស្សជាច្រើនបានធ្លាក់ចុះនៅសេចក្តីមេត្តាក្នុងចិត្តនិងបាត់បង់ភាពសច្ចៈភាពទៀមត្រង់ក្នុងការប្រព្រឹត្តនិងនិយាយស្ដីការការពារនៅអាកប្បកិរិយាមួយចំនួនដែលនាំឲ្យយើងការពារនៅការសប្បាយនៅក្នុងអំពើបាបវាគឺជាការមួយដែលយើងគួរតែត្រិះរិះពិចារណាដូចជាការគ្រប់គ្រងការផឹកស្រាជាដើមការផឹកស្រាដែលបណ្ដាលឲ្យយើងខាតបង់ពេលវេលានិងបង្ហិនទ្រព្យសម្បត្តិហើយនឹងបង្ខូចសុខភាពពេលខ្លះការស្រវឹងអាចនាំឲ្យយើងវង្វេងនិងប្រឆាំងក្រមសីលធម៌ផ្សេងៗក៏មានដូច្នេះបានជាយើងលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យយើងស្វែងរកគុណតម្លៃនៃចិត្តមេត្តាករុណានិងប្រឆាំងការប្រព្រឹត្តអបាយជមុខផ្សេងហើយនឹងប្រព្រឹត្តទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យចាក់ឆ្ងាយពីការសប្បាយលោភលន់ប្រមឹកស៊ីផឹកជ្រុលនិងធ្វើឲ្យយើងខូចក្រមសីលធម៌របស់គ្រីស្ទបរិស័ទចូលយើងស្វែងរកការបំពេញពីព្រះវិញ្ញាណនៅផលផ្លែនៃព្រះវិញ្ញាណដែលមានសេចក្តីអំណរមេត្រីភាពសប្បុរសសុភាពស្មោះត្រង់ស្លូតបូតនិងការគ្រប់គ្រងចិត្តខ្លួនឯងត្បិតគុណសម្បត្តិទាំងនេះធ្វើឲ្យយើងទាស់ប្រឆាំងជាមួយនឹងអំពើអបាយជមុខហើយនឹងជួយឲ្យយើងរីកចម្រើននៅក្នុងសេចក្តីមេត្តាករុណានិងភាពសច្ចៈដែលសមស្របទៅនឹងសុភាសិតខ្មែរដែលបានចែងថាស៊ីសាច់ដាច់មេត្តានិងផឹកសូរ៉ាមានចិត្តមិនទៀងចូលយើងបានបន្ទាបខ្លួននិងសុំផលផ្លែពីព្រះវិញ្ញាណនឹងចូលព្យាយាមរស់នៅឲ្យសមស្របទៅនឹងព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ដែលបានចែងនៅក្នុងព្រះគម្ពីរនៃផលផ្លែនៃព្រះវិញ្ញាណបាទសូមអរគុណសូមព្រះអង្គបាន